អូខេជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូចែករំលែកថ្មីបាទនៅក្នុងវីដេអូនេះខ្ញុំមកចែករំលែកជូនបងប្អូនតាក់ទងទៅនឹងការកាត់តវីដេអូបែបបាទ content relax បងប្អូន content ប្រភេទនេះបាទមិនថាបរទេសឬក៏ខ្មែរយើងទេបងប្អូនគឺថារកចំណូលពី YouTube ក្នុងមួយខែបាទខ្ទង់$1000ខ្ទង់$10000ឯណោះអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសង្ឃឹមថាគឺជា fan ដែលបានយល់ខ្លះហើយដែលស្វែងយល់អំពីការកាត់វីដេអូបែប content relax នេះបាទអូខេបងប្អូននេះ content ប្រភេទនេះបងប្អូននេះបាទ content នេះគឺគេរកលុយបានច្រើនមែនតើបាទ view តែ500ឬក៏ 7k ក្នុងមួយថ្ងៃនេះបងប្អូនសម្រាប់ content បរទេសបាទគឺបានថ្លៃមែនតើដោយសារវីដេអូប្រភេទហ្នឹងគឺរយៈពេលវែងបងប្អូនបាទរហូតដល់3ម៉ោងជាងអីចឹងទៅបាទគឺបានថ្លៃណាស់ប្រភេទវីដេអូហ្នឹងតែ 1k view ក៏បាន$4-5ដែរអញ្ចឹងបងប្អូនមើលទៅបាទនេះជា channel របស់គេទេមិនមែនរបស់ខ្ញុំទេគាត់ថាខ្ញុំចង់ចែករំលែកទៅបងប្អូនឲ្យបាទស្វែងយល់ពី content ប្រភេទនេះបាទដើម្បីរកបានលុយច្រើនពី YouTube ទាំងអស់គ្នាបាទគឺជាគោលបំណងល្អពីខ្ញុំទេហើយខ្ញុំសូមអធិស្ឋានបងប្អូនដែរសម្រាប់បងប្អូនដែលចង់មើលវីដេអូបែប professional អីកាត់តអីពីខ្ញុំដែលមើលទៅមិនចង់ឃើញរៀលណាបាទអធិស្ឋានផងវីដេអូនេះដោយសារតែខ្ញុំធ្វើជាលក្ខណៈពិតរៀលណាបងប្អូនបាទมันមាន professional អីទេក្នុងការនិយាយអីទេដោយសារពេលវេលារបស់ខ្ញុំខ្លីពេកបងប្អូនបាទធ្វើការជាមួយនឹងក្រុមហ៊ុនឯកជនអញ្ចឹងមានម៉ោងមាននាទីតិចណាស់ក៏ធ្វើរៀលជូនបងប្អូនមកទៅចែករំលែកសាមញ្ញអញ្ចឹងណាអញ្ចឹងអធិស្ឋានបងប្អូនត្រង់ចំណុចនេះបាទអូខេឥឡូវតាក់ទងនឹងការកាត់តវីដេអូប្រភេទនេះបាទខ្ញុំតាក់ទងការទាញវីដេអូបាទការទាញរូបភាពប្រភេទនេះអីបងប្អូនបាទស្វែងយល់ខ្លួនឯងបន្ថែមទៀតនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចែករំលែកតាក់ទងទៅនឹងការកាត់តវីដេអូតែប៉ុណ្ណោះអញ្ចឹងទម្លាប់របស់ខ្ញុំតែងតែកាត់តវីដេអូនេះគឺខ្ញុំប្រើប្រាស់កម្មវិធីមួយនេះណាបងប្អូនបាទកម្មវិធី Wondershare Filmora គឺងាយស្រួលបំផុតបាទងាយស្រួលខ្លាំងមែនតើយកតែមែនតើប៉ុន្តែបើសិនជាបងប្អូនមានកម្មវិធី CapCut អីក៏មិនតែអាចកាត់ក្រោយនៅលើកម្មវិធីនឹងបានតែសម្រាប់ខ្ញុំប្រើកម្មវិធីនេះគឺវាស្រួលបើបងប្អូនអត់ទាន់មានទេបាទព្យាយាមតឡើងកម្មវិធីមួយហ្នឹងទៅហើយរៀនជាមួយខ្ញុំទាំងអស់គ្នាបាទកម្មវិធីនេះស្រួលណាស់អញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមបើកកម្មវិធីនេះដើម្បីបាទកាត់តវីដេអូប្រភេទ relax តើគេធ្វើម៉េចទៅវាចេញមកស្អាតបានរយៈពេលយូរអញ្ចឹងណាបាទឥឡូវខ្ញុំចុចបើកហើយអូខេបងប្អូនចាំបន្តិចណាបាទហើយកម្មវិធីនេះខ្ញុំក៏ថត screen បាទថតអេក្រង់ទៅលើកម្មវិធីនេះផងដែរដែលវីដេអូខ្ញុំកំពុងថតជូនបងប្អូននេះគឺខ្ញុំប្រើកម្មវិធីនេះឯងសម្រាប់ថត screen monitor របស់ខ្ញុំដើម្បីចែករំលែកជូនបងប្អូនឥឡូវខ្ញុំបើកហើយវានឹងចេញចេះបាទបងប្អូនអញ្ចឹងពេលដែលចេញដំបូងគឺបងប្អូនបាទចេញផ្ទាំងបែបនេះហើយខ្ញុំមិនអត់ទេបងប្អូនរៀនស្វែងយល់បដាបន្តិចទៅណាវាដូចជាមិនមែនជាមូលដ្ឋានគ្រឹះទៅហើយវីដេអូនេះគឺថាដូចខ្ញុំនិយាយចឹងខុសត្រូវត្រង់ណាបងប្អូនសូមអធិស្ឋានផងបាទលើសលុបពាក្យពេចន៍កន្លែងណាដែលមិនសមរម្យមិនសមគួរអីបាទអធិស្ឋានផងយើងធម្មតាអ្នករៀនយើងកុំប្រកាន់ច្រើនហ្នឹងហើយអូខេឥឡូវខ្ញុំបើកកម្មវិធីហ្នឹងហើយខ្ញុំទៅទាញបាទរូបភាពឬក៏វីដេអូរបស់ខ្ញុំដែលចង់កាត់ហ្នឹងបាទរូបភាពហ្នឹងក៏ខ្ញុំបានរៀបចំទុកឲ្យដែរបាទគឺខ្ញុំដល់អេពីសូត11ហើយបងប្អូននេះរូបភាពអានេះវីដេអូបាទខ្ញុំ select ពីរហ្នឹងបាទការ select ពីរបើបងប្អូនអត់តន់ចេះក្បាច់ទេយើងចុច select អញ្ចឹងមួយហើយយើងចុចនេះប្រើម្រាមដៃនេះទៅចុចលើ control បាទហើយចាំយើងយកម៉ៅមកចុចលើមួយទៀតមកអញ្ចឹងគឺ select បាន2ហើយអូខេហើយចាំយើងលែងម្រាមដៃមកបាទហើយយើងចាប់ទាញអាពីរហ្នឹងបាទរូបភាពនិងវីដេអូទាំងពីរហ្នឹងទាញមកដាក់ក្នុង Wondershare Filmora អូខេនេះបងប្អូនខ្ញុំទាញពីរហ្នឹងចូលហើយនេះគឺជាបាទនេះគឺជាវីដេអូដែលខ្ញុំទាញចូលបងប្អូនស្ដាប់មើលបន្តិចទៅបាទហើយនេះគឺជារូបភាពទេអូខេអញ្ចឹងរូបតាក់ទងការកាត់ relax នេះបើសិនជាកុំព្យូទ័របងប្អូនធំបើអាចគឺយើងសេរីជា 4K មកប៉ុន្តែសម្រាប់កុំព្យូទ័រខ្ញុំរៀងតូចដែរបងប្អូនអញ្ចឹងខ្ញុំប្រើតែ 2K ឥឡូវខ្ញុំទាញវីដេអូនឹងចូលដាក់ក្នុង timeline សិននៃវីស៊ូយើងចេះបងប្អូនណាពេលទាញចូលវីស៊ូថាតើយើងចង់ឲ្យ project ហ្នឹងអានេះគេហៅ project ហើយវីដេអូដែលយើង render ចេញហ្នឹងវាមានទំហំទៅដូចវីដេអូដែលយើងទាញចូលហ្នឹង1824 frame ឬក៏ keep project setting បាទ project setting
ឬថាយើងបើកកុំព្យូទ័រកម្មវិធីយើងមក setting របស់វាប៉ុណ្ណាយើងជាប់ប៉ុណ្ណឹងប៉ុន្តែអត់ទេយើងចុចអានេះសិនមកបាទមិនតាន់វែងឆ្ងាយបងប្អូនខ្លាចយូរខ្លាចចំណាយលើពេលវីដេអូនេះយូរអញ្ចឹងខ្ញុំដាក់ចុចនេះសិនមកអូខេចាំយើងសេរី project ក្រោយដើម្បីទៅជា 2K បាទ 2K អញ្ចឹងសេរី project បងប្អូនសេរីកន្លែងនេះចុចឲ្យកន្លែងសញ្ញានេះ setting ណាអូខេនេះ change project aspect ratio ហ្នឹងហើយបងប្អូនឬអានេះគឺផ្ដេក 16:9.9 ជាស្រ័យបងប្អូនអើយបាទខ្ញុំឈឺភ្នែកអញ្ចឹងបើកភ្នែកអត់ចង់រួចទេបាទឈឺភ្នែក2ខែហើយបន្តថ្នាំយូរដែរអត់តន់ជាទេបាទអញ្ចឹងអានេះគឺទំហំរបស់ YouTube បាទហើយកន្លែងនេះកន្លែង resolution នេះដែលយើងបាទយកអូអានេះមាន 4K អត់មានស្រាប់អត់មានស្រាប់ 2K ទេឥឡូវខ្ញុំធ្វើម៉េចបងប្អូននេះយើងយក30 frame មកតាក់ទងទំហំ 2K ឥឡូវខ្ញុំឆែក Google ទីសិនណាបងប្អូនបាទអានេះបងប្អូនអត់ទាន់ដឹងថា 2K ទំហំបែបណាឥឡូវខ្ញុំ search ឲ្យបងប្អូនហ្មងទៅរីបាទជាស្រ័យរឿងយូរទៀតរី solution size នេះបងប្អូននេះមកវាដាក់មើលប្រមាណនេះបងប្អូនបាទ 2K ទំហំ2560និង1440គុណនឹង1440ណាបាទចឹងនេះអា copy ទំហំនឹងមកយកមកដាក់នៅក្នុងនេះយើងមកនេះអី2560បាយ copy បាទ2560យកវាយមក2560បាទអានេះមួយទៀត1440បងប្អូនឃើញលឿនមិញខ្ញុំចុចអាល់នឹង tab មកគឺវាឆ្លាស់ពីមួយទៅមួយហ្នឹងនេះបាទយើងយកមេដៃចុចលើអាល់ចង្អុលដៃចុចលើ tab បាទយើងពវល់អញ្ចឹងមកបាទបើយើងចង់ឲ្យវាមកនៅ Google នេះបាទលែងអញ្ចឹងមកឲ្យនៅកម្មវិធី Valencia នេះបាទអញ្ចឹងមកអូខេចឹងកាត់បងប្អូនណាយើងស្វែងយល់តិចទៅបាទមិនអាចមើលវីដេអូតែមួយយើងចេះទាំងអស់ទេឥឡូវតាក់ទងនឹងអូខេបាទ30 25 60 1440បាទនេះគឺជាទំហំ 2K អូបាទវារើចឹងបាទអូខេអញ្ចឹងខ្ញុំចុចអូខេអញ្ចឹង project ហ្នឹងគឺ 2K អីនៅពេលដែលយើង render ចេញជាវីដេអូមកឬក៏ export ចេញជាវីដេអូមកណាហ្នឹងហើយអញ្ចឹងនេះខ្ញុំចាក់មើលតិចសិននេះសំឡេងទឹកភ្លៀងលាយឡំអូខេសំឡេងទឹកភ្លៀងបាទលាយឡំជាមួយនឹងយើងឃើញបន្ទប់គេងមានក្រែមានខ្នើយមានភ្លើងអញ្ចឹងគេហៅថា relax សម្រាប់ sleep បាទបរទេសគេចូលចិត្តមើលហ្នឹងហើយបន្ទាប់ពីអញ្ចឹងហើយបងប្អូនឥឡូវខ្ញុំតម្លាក់សំឡេងវាចោលសិនបាទតម្លាក់សំឡេងចេញពីវីដេអូចោលសិនបងប្អូនចុចម៉ៅស្ដាំមកបងប្អូនចុច detach audio បាទដើម្បីតម្លាក់សំឡេងមកអញ្ចឹងហើយខ្ញុំលុបសំឡេងចោលតិចទៀតបងប្អូននឹងយល់ហើយថាហេតុអីបានខ្ញុំលុបហើយខ្ញុំលុបសិនបាទបន្ទាប់ទៀតបងប្អូនខ្ញុំដាក់លើ animation បាទអូខេខ្ញុំដាក់លើឥឡូវចេះកំតាន់ animation ថាបញ្យល់បងប្អូនថាហេតុអីបានខ្ញុំដាក់ animation ឥឡូវខ្ញុំ copy ធម្មតាវីដេអូនេះវាខ្លីអញ្ចឹងណាមានរយៈពេលតែ8វិនាទីទេអញ្ចឹងយើងចង់ឲ្យវាដល់3ម៉ោងធ្វើមិនទៅធម្មតាយើងមិន copy ហើយផាសអញ្ចឹង Ctrl C ហើយ Ctrl V ទាញមកអញ្ចឹងណាបាទតែបើយើងធ្វើអញ្ចឹងយើងមើលមកនេះវាកត្រាក់អញ្ចឹងហ៎បងប្អូនបាទតែគេមានរបៀបធ្វើកុំឲ្យកត្រាក់ណានេះបាទឥឡូវសាថ្មីបាទខ្ញុំដាក់វីដេអូចូលសាថ្មីនេះ 2K ហើយខ្ញុំ copy Ctrl C Ctrl V មកវាផាសតហើយឥឡូវខ្ញុំចាក់មើលកន្លែងនេះអញមិនមកតែមួយអូខេតា C Ctrl V នេះបងប្អូនមើលឃើញរៀងកត្រាក់ហ៎បើមិនធ្វើតាមក្បាច់ខ្ញុំទេវានឹងកត្រាក់វីដេអូចេញមកអត់ស្អាតទេបាទមើលនាទីប្រហែលនាទីហើយថតនេះបាទអត់ដឹងឆែកនាទីកន្លែងណាទេបាទ record screen នេះខ្ញុំប្រើកម្មវិធីអូបាទនេះបាន12នាទីហើយអូខេអញ្ចឹងឥឡូវខ្ញុំទាញនេះទៅដាក់កន្លែងផ្សេងសិនបាទ12នាទីហើយរៀងគ្រប់គ្រងម៉ោងតិចកុំឲ្យយូរបងប្អូនខាតពេលច្រើននេះ
ម្ដងទៀតអញ្ចឹងយើងអត់ copy ដាក់តអញ្ចឹងទេបាទមិនមែនដាក់តអញ្ចឹងរហូត copy control C control V អញ្ចឹងមកបានដល់3ម៉ោងទេគឺវីដេអូចេញមកអត់ល្អទេសំឡេងក៏សាច់វីដេអូក៏ដែរអញ្ចឹងយើងអត់ធ្វើអញ្ចឹងទេយើងលុបចោលហើយយើងតម្លាក់សំឡេងវាចុះម៉ៅស្ដាំហើយយើងយកពាក្យ detect audio បាទកម្មវិធីអីក៏មានពាក្យហ្នឹងដែរបាទ CapCut ក៏ដោយអីក៏ដោយបងប្អូនណាដើម្បីតម្លាក់សំឡេងចុះក្រោមដាច់ delete ពីសាច់វីដេអូគឺយើងចុចអាហ្នឹងមកនេះដាច់ delete អញ្ចឹងខ្ញុំលុបវាសិនហើយខ្ញុំដាក់លើនេះកន្លែងវីដេអូនេះចុចកន្លែងនេះមកហើយ animation បាទហើយខ្ញុំចុច double click ចុច2ដងមកនេះ2ដងមកវាចេញ animation ចេះទីបងប្អូនយល់ហើយថាហេតុអីបាទខ្ញុំចុចអញ្ចឹងអូខេបាទបន្ទាប់ទៀតបងប្អូនចុច control C បាទយើង select អញ្ចឹងហើយយើង control C យើងចុចចេះមកហើយយើងចុចសញ្ញាព្រួយទៅលើបាទសញ្ញាព្រួយទៅលើណាហ្នឹងហើយដើម្បីឲ្យវាមកអញ្ចឹងមកនៅចុងក្រោយនេះឲ្យ control ស V យើងផាស copy ផាសខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ពាក្យថា copy ផាសប្រើ shortcut អីក៏បាននេះបាទប្រើចេះក៏បានដែរឥឡូវខ្ញុំផាសហើយប៉ុន្តែយើងអត់ទុកជាប់អញ្ចឹងទេយើងរុញវាទៅលើចេះបងប្អូនបាទរុញទៅលើអញ្ចេះបាទហើយខ្ញុំទាញវាឲ្យបានប៉ុណ្ណេះដើម្បីឲ្យឃើញគេហៅថា animation នេះតែប៉ុណ្ណឹងមកបងប្អូនមើលមកបាទ animation ណាអូខេបន្តទៀតបងប្អូនខ្ញុំកាត់អាមុខចេញបាទបងប្អូនធ្វើទៅតាមខ្ញុំទៅក្បាច់ហ្នឹងគឺវីដេអូយើងអត់តាក់ទេបាទយើងកាត់អាហ្នឹងចោលធ្វើហ្នឹងមកនេះបងប្អូនយើងកាត់ប៉ុណ្ណឹងណាហើយយើងនេះម៉ៅស្ដាំខាត់វានេះខាត់អាហ្នឹងយកមកដាក់កតុយវិញម៉ៅស្ដាំផាសនេះហើយបងប្អូនទាញអញ្ចឹងមកទាញឲ្យស្មើអញ្ចឹងណាបងប្អូនបាទទាញឲ្យស្មើអញ្ចឹងចាំមើលខ្ញុំចាក់វីដេអូណាមួយបងប្អូនណាឥឡូវ14នាទីហើយបាទចាំបងប្អូនជាមួយខ្ញុំចាក់ឲ្យមើលតើវាតាក់ដូចមិញអត់បាទបងប្អូនមើលកន្លែងនេះបាទនេះអត់មានតាក់ឯកន្លែងតំណវាណានេះអត់មានតាក់ឯទៀតបងប្អូនឃើញទេដូចសាច់វីដេអូតែមួយអញ្ចឹងនៅពេលដែលយើងប្រើក្បាច់ហ្នឹងហើយចាំយើងទាញសំឡេងមកដាក់ចូលអូខេសំឡេងនៅក្នុងកម្មវិធី Vanasia បងប្អូនចុចតែអញ្ចឹងមកអូខេជប់សិនបងប្អូនចុចលើវីដេអូហ្នឹងមកនេះវាចេញសញ្ញាអញ្ចឹងបើយើងទាញតែនេះមកចុចមកឲ្យជាប់ទាញចុះក្រោមគឺយើងទាញតែវីដេអូឯងប៉ុន្តែបើយើងចុចកន្លែងនេះចុចមកឲ្យជាប់អញ្ចឹងមកគឺយើងយកមកតែសំឡេងទេបាទអូខេនេះបាទអូខេអញ្ចឹងសំឡេងនេះកុំឲ្យវាលឺដាច់ខ្ញុំកាត់អាមុខចោលវាអត់សូវមានសំឡេងបាទកាត់ឡៃនេះហ្មងទៅផ្លឹបបាទលុបមកហើយធ្វើម៉េចឲ្យវាពេញម្ដងនេះបងប្អូនចាំផ្លែតបាទវីដេអូនេះរៀងយូរប៉ុន្តែដើម្បីចំណេះដឹងហើយប្រមូលលុយបានពី YouTube KK បងប្អូនត្រូវចំណាយពេលបន្តិចយើងបើកស្ដាប់ចោលយើងមើលចោលអញ្ចឹងណាមានពេលបងប្អូនបាទខ្ញុំ control អក្សរ C ក៏បានបងប្អូនម៉ៅស្ដាំ copy ក៏បានដែរឃើញទេអញ្ចឹងណានេះ control អក្សរ C អញ្ចឹងបងប្អូនត្រឡប់ប្រើ shortcut ទៅការកាត់តវីដេអូបានលឿនបាទហើយបងប្អូនយកមកដាក់ចែកមកដាក់ចុងនេះណាបើដាក់ចុងនេះជួនកាលយើងសេរីទៅវាអាចលើសអាចខ្វះអញ្ចឹងណាវាអាចជន់គ្នាអញ្ចឹងវិធីដែលស្រួលបងប្អូនចុចអាកន្លែងនេះអាសញ្ញាព្រួញ4ទិសឡើងលើចុះក្រោមនិងឆ្វេងស្ដាំណាបងប្អូនចុចអាសញ្ញាចុះក្រោមមកនេះឃើញទេអូខេហើយបងប្អូន control អក្សរ V មកដើម្បីផាសសំឡេងនឹងមកអូដាច់សាច់នេះបាត់ហើយអូខេខ្ញុំថយក្រោយសិនហ្នឹងហើយបើដាច់ចឹងបងប្អូនចាក់សោនេះសិនកុំឲ្យវាដាច់មកចាក់សោវា2ហ្នឹងសិនហើយចាំបងប្អូន control អក្សរ V ឃើញទេបាទ control អក្សរ V ហើយយើងកាត់ត្រឹមនេះត្រឹមអាកតុយវាចុងតែបើយើងយកម៉ៅមកអូសចេះគឺវាអត់ស្មើទេបងប្អូនចុចចេះឥឡូវខ្ញុំថតវីដេអូកន្លែងទុកឲ្យ
បាទដើម្បីឲ្យបងប្អូនបានយល់នេះបងប្អូនអូខេបងប្អូនចាំមើលដៃខ្ញុំណាខ្ញុំចុចខ្ញុំចុចសញ្ញាព្រួយឡើងលើចេះបងប្អូនសញ្ញាព្រួយលើនេះណាភ្លឹបនេះវានឹងមកចុងនេះប្រអស់ហើយបងប្អូនចុចកន្ត្រៃមកដើម្បីកាត់អានេះចោលអញ្ចឹងណាបាទខ្ញុំចុច delete បាទ key delete នេះ key delete នេះបងប្អូនអូខេឥឡូវខ្ញុំបិទទូរស័ព្ទហើយវីដេអូនេះគឺថារៀលតែហ្មងបាទគ្មានកាត់តអីទេដាក់ទាំងដុលហ្មងបាទអញ្ចឹងបងប្អូនអត់ទាន់ចេះត្រូវហើយឥឡូវបងប្អូនស្ដាប់ទាំងសំឡេងទាំងវីដេអូណាបងប្អូននេះឃើញទេបងប្អូនកន្លែងនេះអត់មានកត្រាក់ឬអីទេភ្លេងវាចឹងដែរនេះអត់លឺកត្រាក់លឺដាច់អីទេណាបងប្អូនបាទ style ហ្នឹងណាអញ្ចឹងនៅខ្ញុំដោះសោយវិញបាទដោះសោយវិញហើយខ្ញុំmerge ឬក៏បរួម clip ហ្នឹងឲ្យវាទៅតែមួយបាទបងប្អូនចុច control អក្សរ A មកដើម្បី select ទាំងអស់ឬក៏យកម៉ៅអូនចេះក៏បានដែរអូខេហើយបងប្អូនចុច Alt អក្សរ G មកបាទដើម្បីបរួម clip ទាំងអស់ហ្នឹងទៅជាមួយតែខ្ញុំថយសិន shortcut បងប្អូនអាចបាក់យកលើខ្ញុំម៉ៅស្ដាំវិញហើយយកពាក្យ create compound clip នេះ Alt អក្សរ G shortcut ហ្នឹងហើយបងប្អូនចុច OK មកនេះទៅជាមួយ clip ហើយអញ្ចឹងវីដេអូហ្នឹងរយៈពេលនេះបាទយើងកាត់តចឡើងបាន13វិនាទីដល់ពេលហ្នឹងហើយចាំបងប្អូន select វាចឹងហើយ copy បាទហើយយកម៉ៅដាក់កន្លែងនេះមកបងប្អូនផាសមក control V មកបាទ control V រហូតស្រួលជាង CapCut ឆ្ងាយខ្ញុំបត់ពិសោធន៍ខ្ញុំធ្លាប់ប្រើហើយបើ CapCut អត់ស្រួលចឹងទេ control V ហ្នឹងវារត់អត់តគ្នាស្អាតចឹងទេនេះរត់យើង copy ផាសដើម្បីឲ្យបានម៉ោងវាវែងឥឡូវទៅបាន2នាទីជាងទេឥឡូវខ្ញុំផាសវាបាន10នាទីបងប្អូនបាទ control អក្សរ V រហូតមកបាទនេះអូខេឥឡូវបាន8វិនាទីហើយ9នាទីហើយ10នាទីហើយឥឡូវចេះអូខេថយហ្នឹងបាទ10នាទីបងប្អូនចុចអានេះមកដើម្បីឲ្យវាបង្ហាញពេញអញ្ចឹងណាអូខេហើយបងប្អូន select ទាំងអស់មក select ទាំងអស់បងប្អូន control អក្សរ A បាទវានឹង select ទាំងអស់ហើយបងប្អូនម៉ៅស្ដាំដើម្បីបរួម clip ហ្នឹងទៅជាមួយ clip អញ្ចឹងណាអូខេនេះឃើញទេអញ្ចឹងមួយ clip នេះបាន10នាទីចាំមើលខ្ញុំចាក់ឲ្យបងប្អូនមើលតើវាដាច់អត់បាទបងប្អូនឃើញទេរត់ទៅ smooth រលូនហ្មងអត់មានកត្រាក់ទាំងសំឡេងអត់មានកត្រាក់ទាំងវីដេអូគឺអត់មានទេវា smooth អញ្ចឹងណាអញ្ចឹងធ្វើម៉េចទៅបានដល់3ម៉ោងបាទបងប្អូននេះ control C ទៀតមកបងប្អូនយកម៉ៅដាក់កន្លែងនេះចុចសញ្ញាព្រួយឡើងលើសញ្ញាព្រួយ4ទិសឡើងលើមកវារត់មកចុងគេប្រអស់ហើយបងប្អូន control V control V រហូតដល់នេះបាន2ម៉ោង10នាទីហើយនេះ3ម៉ោង10នាទីហើយឃើញទេបាទឥឡូវខ្ញុំយក3ម៉ោង20នាទីចុះនេះបងប្អូនចុចនេះមកដើម្បីឲ្យឃើញពេញចេះណាបាទឲ្យឃើញ clip ទាំងអស់នេះវាពេញបាទអូខេឥឡូវយើងអត់ຕົកចឹងទេគឺយើង compound clip វាទៀតបាទម៉ៅស្ដាំ create compound clip ឬក៏ Alt អក្សរ G បាទអូខេមកនេះចេញតែមួយ clip ទេអញ្ចឹងសាច់វីដេអូហ្នឹងបាន3ម៉ោងហើយតើធ្វើមិនទៀតគឺយើងយក play relay យកមកដាក់អានេះមានតែសំឡេងទឹកភ្លៀងទេឥឡូវយើងយក play មកដាក់អូខេនេះអញ្ចឹង play relay បាទ relay អញ្ចឹង play relay ខ្ញុំក៏បានត្រៀមដែរដើម្បីកុំឲ្យខាតពេលសម្រាប់បងប្អូនដែលមើលអញ្ចឹងខ្ញុំបានត្រៀមទុកជាមុនហើយនេះគឺជា play របស់ខ្ញុំឥឡូវខ្ញុំចាក់ឲ្យបងប្អូនមើលបន្តិចស្ដាប់បន្តិចបាទអានេះ play relay បាទរយៈពេល play ហ្នឹងគឺមាន4នាទី25វិនាទីហើយ play ហ្នឹងសួរបងប្អូនថាបានមកពីណាគឺយើងយកមកពី Sono AI website របស់ Sono AI ណានេះបងប្អូនណាខ្ញុំបើកឲ្យបងប្អូនមើលបន្តិចនេះ Sono នេះបងប្អូន
ស្រាវជ្រាវបន្ថែមណាតាក់ទងការបង្កើតភ្លេងក្នុង Zono AI ណាអូខេខ្ញុំសង្ឃឹមថាបងប្អូនយល់នេះអូខេ Zono AI នេះបងប្អូនចុចមកនេះ zono.com អញ្ចឹងមកណាអូខេហើយយើងបង្កើតភ្លេងមិនបងប្អូនស្វែងយល់បន្ថែមតាក់ទងភ្លេងតែក្បាច់ដែលខ្ញុំធ្វើនេះគឺរបៀបកាត់តវីដេអូទេធ្វើមិនកុំឲ្យវាកត្រាក់អីចឹងណាឥឡូវយើងមកនេះវិញចឹងភ្លេងហ្នឹងក៏ខ្ញុំបានត្រៀមដែរភ្លេងបាទខ្ញុំចុច folder របស់ខ្ញុំវិញ episode 11ចឹងដោយសារភ្លេងហ្នឹងមានតែ4នាទីទេតើបងប្អូនធ្វើមិនទៅវាបានដល់3ម៉ោងជាងយើងមិនមែនទាញភ្លេងហ្នឹងមកដាក់ក្នុងចេះហើយយើងទាញមកដាក់អញ្ចឹងទេឃើញទេវាបានតែ4នាទីទេហើយយើង copy paste ចាឧទាហរណ៍ចឹងណាឧទាហរណ៍បើសិនធ្វើអញ្ចឹងវាលឺមិនវាដាច់អូខេមានក្បួនទៀតហើយអូអានេះរៀងអត់សូវដាច់គ្រាន់បើប៉ុន្តែគេអត់ធ្វើអញ្ចឹងទេបើសិនជាភ្លេងណាវាចង់កតុយនឹងអាដើមវារៀងអត់សូវលឺរៀងគេហៅថា fade in fade out ណាវានឹងលឺដាច់វានឹងកត្រាក់អញ្ចឹងគេអត់ធ្វើអញ្ចឹងទេគេយកវាទៅ mix សិននៅក្នុងកម្មវិធីមួយទៀតគឺកម្មវិធីបាទខ្ញុំចុចថយហ្នឹងរៀលហើយបងប្អូនបាទអានេះ Zono ដែលខ្ញុំបានបង្កើតបទភ្លេងមិញអូខេថយទៀតយូរនេះខ្ញុំយកទៅ mix ជាមួយនឹងកម្មវិធីមួយនេះសិនបងប្អូនណានេះ Adobe Audition 2022បងប្អូនចេះប្រើ2000ប្រមាណក៏បានដែរប៉ុន្តែខ្ញុំយកទៅ mix មួយអានេះបាទបើបងប្អូនអត់ចេះប្រើនេះទេបងប្អូន copy paste ដូចមិញទៅដូចខ្ញុំធ្វើមិញទៅបាទយើងធ្វើតាមជំហាននេះធ្វើបានប៉ុណ្ណាធ្វើប៉ុណ្ណឹងសិនតែឧទាហរណ៍បងប្អូន paste អញ្ចឹង copy paste អញ្ចឹងសិនមកណាតែខ្ញុំអត់ធ្វើអញ្ចឹងទេឥឡូវបងប្អូនបើមានពេលថ្ងៃក្រោយស្វែងយល់កម្មវិធីនឹងថែមទៀតឥឡូវយើងយកទៅកាត់តលើកម្មវិធីមួយនេះសិនណាខ្ញុំចុចបើកវាអូខេនេះកម្មវិធី Adobe Audition វាមាន style បែបហ្នឹងបើដើម្បីយកបទ play ហ្នឹងយកមក mix ចូលក្នុងនេះគឺបងប្អូនចុចទៅលើបាទចេញអញ្ចឹងបងប្អូនចុចអានេះមកហើយចុចអូខេលឿនបន្តិចបាទឥឡូវយូរដែរហើយនាទីបាទហើយចាំបងប្អូនទាញ play នឹងយកមកដាក់មកចាប់ទាញនឹងមកយកមកដាក់ក្នុង Adobe Audition នេះមកបាទខ្ញុំចេះមក play នឹងចូលហើយចុចកន្លែងនេះនេះមានរយៈពេលប្រហែល4នាទីជាងហើយបងប្អូនបាទអញ្ចឹងបងប្អូនចុចអញ្ចឹងហើយបាទឥឡូវយើង select លើ play ហ្នឹងហើយបងប្អូនចុចកន្លែងនេះ enable remix ដើម្បីធ្វើ play ហ្នឹងឲ្យបានដល់3ម៉ោងជាងអូខេបានបញ្ចេញនាទីកន្លែងនេះឲ្យយើងកំណត់អូខេ target ណា target duration ណាអញ្ចឹងបងប្អូនចង់បាន3ម៉ោងយក60នាទីគុណនឹង3មកវា180នាទីអញ្ចឹងមិញវា3ម៉ោងជាងឥឡូវខ្ញុំយកដាក់194បណ្ដោយទៅ194នាទីបងប្អូនចុច enter មកភ្លឹបនេះវាកំពុងរត់ភាគរយហើយសំឡេងហ្នឹងវានឹង mix វានឹងរួមបញ្ចូលគ្នាឲ្យទៅដល់3ម៉ោងជាងបាទយើង mix ចឹងដើម្បីឲ្យភ្លេងវារត់កងគ្នាកុំឲ្យលឺដាច់កុំឲ្យលឺកត្រាក់រត់កងគ្នាណាបើឲ្យស្មើគ្នាលឺស្អាតអញ្ចឹងណាអាហ្នឹងគេហៅ mix បាទឥឡូវវាពេញហើយ 100% ហើយបងប្អូនចុចអាកន្លែងនេះមកដើម្បីឲ្យឃើញនេះអញ្ចឹងរយៈពេលហ្នឹងនេះ3ម៉ោង14នាទីហើយឃើញទេបាទបន្ទាប់ពីចឹងហើយបងប្អូន save play នឹងទុកដើម្បីយកទាញទៅដាក់ក្នុងកម្មវិធី Vandasia នេះអញ្ចឹងខ្ញុំចុចលើ Adobe Audition ហ្នឹងបងប្អូនចុច file ដើម្បី save បាទ export multi track mix down មកទៀត entire session អូខេហើយចុចកន្លែងនេះបងប្អូនចង់ដាក់នៅណាបាទចង់ដាក់ទីតាំងនៅណា play ហ្នឹងអញ្ចឹងខ្ញុំយកដាក់ទៅក្នុង 3D ហើយ folder វីដេអូមិញដែលខ្ញុំចង់បង្កើតនេះ episode 11 relax មិញណាអូខេហើយខ្ញុំចុច save មកវានឹងចូលអូខេទៀតមកបាទភាគរយវារត់ហើយបើបងប្អូនមាន CapCut Pro ប្រើក៏បានដែរប៉ុន្តែល្បិច CapCut ផ្សេងអញ្ចឹងបើសិនជាបងប្អូនចង់ស្វែងយល់ពីកម្មវិធីនេះហើយងាយស្រួលជាង CapCut អូខេសារៀនបានឥឡូវវា 80% បងប្អូនបាទអញ្ចឹងកម្មវិធីនេះស្រួលជាងបាត់ផ្សោតខ្ញុំធ្លាប់ប្រើអស់ហើយបងប្អូនបាទ CapCut Vandasia Adobe Premiere Pro បាទ
DaVinci បាទគឺអានេះស្រួលជាងគេឥឡូវវាចប់ហើយខ្ញុំចុចនេះសិនវាបាននេះពេញហើយចាំមើលសំឡេងដែលយើងរក្សាទុកមិញនេះមិញណាមិច down មិញណាហើយខ្ញុំទាញវាទៅដាក់ក្នុងបាទ Windows Filmora អញ្ចឹងមកណាបងប្អូនបាទអូ save project ទុកសិនអូខេ save project ទុកហើយនឹងឲ្យ save ដាក់ក្នុងនេះហើយអូខេភ្លឹប save នឹងឲ្យចាំបងប្អូនទាញមកដាក់ក្រមអញ្ចឹងមកណានេះអូខ្លីជាងវីដេអូអានេះ20នាទីអត់ទេខ្លីយើងដាក់ត្រឹម play នឹងបានហើយបាទផ្ដាច់ត្រឹមនឹងមកកត្រៃមកហើយចុច key delete មកបាទយកទៅ3ម៉ោង14នាទីជាងបានហើយអូខេឥឡូវជាមួយខ្ញុំចាក់ឲ្យមើលទាំង play ទាំងសំឡេងច្រៀងសំឡេងភ្លៀងនេះបងប្អូនប៉ុន្តែយើងស្ដាប់ទៅវាអាចឮសំឡេងវីដេអូនេះខ្លាំងជាងសំឡេង audio នេះសំឡេង audio នេះអញ្ចឹងបងប្អូនត្រូវបន្ថយសំឡេងអានេះខ្លះសិនបាទនេះសំឡេងសាច់វីដេអូហ្នឹងណាដើម្បីបន្ថយសំឡេងវាគឺចុចកន្លែងវីដេអូនេះមកច្រឡំចុច audio នេះមកហើយយើងចុចឲ្យកន្លែង volume នេះចុចដក15នេះបងប្អូនឃើញរបបាវាធ្លាក់មិញខ្ពស់ឥឡូវខ្ញុំចុច reset ណាចុចថយនេះសំឡេងវាពេញនេះបានដក15ហើយសំឡេងអញ្ចឹងវាឮសំឡេងតិចជាងសំឡេងក្រោមណាអូខេចាំតិចកៀងបាត់ហ្នឹងបាទអូខ្លាចតាកៀងឯងបាទកុំព្យូទ័រខ្ញុំម៉ាស៊ីនតូចដែរវីដេអូ3ម៉ោងយូរវ៉ាវក៏ save project បាទអញ្ចឹងយើងព្យាយាម save ឲ្យបានញឹកញាប់បន្តិចកុំឲ្យកុំព្យូទ័រវាកៀងតន់ដើម្បីកុំឲ្យយើងបើកធ្វើឡើងវិញវាកៀងអញ្ចឹងណាបាទអាម៉េចមកចេះខ្ញុំបិទនេះចោលមួយសិនអត់ការទេបងប្អូនកៀងចុយយ៉ាឡាអូបញ្ញាប់ save វិញបងប្អូនបាទឲ្យកម្មវិធីវារត់បានស្រួលសិនអត់អីទេមិញបាទអត់ឲ្យ save អូកៀងបាត់ហើយអធិស្ឋានបងប្អូនចាំមើលខ្ញុំកាត់កន្លែងកៀងនេះចេញកុំឲ្យខាតពេកបងប្អូនអូខេបងប្អូនឥឡូវខ្ញុំបើកឡើងវិញហើយមិញកៀងបានតិចហើយឥឡូវអូខេបាទវាកៀងត្រឹមហ្នឹងអត់បានមិញទាញសំឡេងចូលរួចហើយប៉ុន្តែឥឡូវបើកមកវិញបាទសំឡេងហ្នឹងអត់បានជាប់ save ទេឥឡូវខ្ញុំទាញសំឡេងហើយខ្ញុំ save អាសា save តិចបងប្អូនណាកុំឲ្យកៀងទៅយើងខំធ្វើមកយូរហើយលេងអត់បានជាប់នៅអ្វីដែលយើងបានធ្វើចុងក្រោយណាឥឡូវខ្ញុំទាញសំឡេងខ្ញុំដាក់អញ្ចឹងមកបាទមិញដល់ត្រឹមហ្នឹងបាទហើយបន្តទៀតបងប្អូនយកម៉ៅដាក់កន្លែងបងប្អូនចុចសញ្ញាព្រួយឡើងលើមកបាទយកត្រឹមសំឡេងហ្នឹងបានហើយបាទចុចកត្រៃអញ្ចឹងមកបាទចុច key delete មកបាទលុបត្រឹមហ្នឹងហើយឥឡូវខ្ញុំ save មកតង់សិនអូខេខ្ញុំថាបងប្អូននឹងអធិស្ឋានផងបាទដោយសាររៀលបាទការពិតមិនគឺអញ្ចឹងអត់មានកាត់អីឲ្យជា professional ទេបងប្អូនបាទវីដេអូចែករំលែកនេះបាទដោយសារពេលវេលាខ្ញុំខ្លីពេកអញ្ចឹងបងប្អូនសូមអធិស្ឋានផងបាទដើម្បីចំណេះដឹងរីកចម្រើនទាំងអស់គ្នាប្រមូលលុយពី YouTube បាន KK ទាំងអស់គ្នាបងប្អូនអធិស្ឋានអញ្ចឹងបន្ទាប់ពីទាញសំឡេងចូលគឺយើងបន្ថយសំឡេងឥឡូវបន្តិចបាទយើងបន្ថយមកកន្លែង audio នេះមកយើងចុចសញ្ញាដកហើយ15ហើយបងប្អូនចុច enter ប៉ក់មកសំឡេងហ្នឹងវាធ្លាក់ចុះក្រោមបន្តិចណាបាទមិញឮខ្លាំងពេកឥឡូវយើងចាក់ play តិចមើលបាទសមរម្យទេបាទសមរម្យហើយបងប្អូនបាទសមរម្យហើយហើយជាស្រ័យខ្ញុំសូមបន្ថែមសំឡេងភ្លេង relay ហ្នឹងណាឲ្យលឺជាងហ្នឹងបន្តិចគឺយើងចុចកន្លែងយើង select វាហើយបានមានអានេះណានេះបើអត់ select វាអត់មានទេឥឡូវយើង select មកនេះកន្លែងនេះ volume នេះយើងតម្លើងវាបាន8មកបាទឲ្យវាលឺជាងមុន 8% ហ្នឹងហើយ 8% ហ្នឹងហើយយើងឡើងតិចហ៎ចាំចាក់អូខេទទួលយកបានហើយបងប្អូនបាទអូខេបងប្អូនមិញសំឡេងប៉ុណ្ណឹងគឺយើងអាចទទួលយកបានហើយប៉ុន្តែខ្ញុំចង់ឲ្យមានអក្សរជាចំណងជើងរត់លើនេះមកបន្តិចសិននៅផ្ដើមនៃវីដេអូណាបាទអញ្ចឹងបងប្អូនចូលទៅក្នុងនេះ title នេះកម្មវិធីមិនសូវខុសគ្នាប៉ុន្មានទេបងប្អូនបាទ
នេះដោយសារ title ហ្នឹងខ្ញុំបាន save វាទុកហើយតែ save វាទុកហើយបាទតកតងនឹង title ខ្ញុំសង្ឃឹមថាបងប្អូននឹងបានយល់ខ្លះហើយអំពីការធ្វើអាហ្នឹងខ្ញុំសូមច្រឡោះហ្នឹងដោយសារវីដេអូខ្ញុំបានថតនេះរៀងយូរដែរហើយអញ្ចឹងណាឥឡូវខ្ញុំទាញ title ហ្នឹងយកមកដាក់តែម្ដងអូខេនេះចាំមើលបងប្អូនខ្ញុំចាក់នេះនេះកន្លែងនេះបងប្អូនលឹបទៅវិញហើយបាទដោយសារខ្ញុំយើងចង់អញ្ចឹងណាអូខេតទៅទៀតខ្ញុំសូមដាក់ brand channel គេហៅឈ្មោះ channel របស់ខ្ញុំណាអូខេឥឡូវខ្ញុំទាញឈ្មោះ channel របស់ខ្ញុំចូលអូខេអូខ្លីជាងបាទទាញឲ្យដល់អញ្ចឹងមកអូបាទប៉ុណ្ណេះបាទនឹងចាក់មើលសេវសិនកុំឲ្យកាំងតន់អូខេបាទឥឡូវយើងមើលបោះគេណាបងប្អូននេះបោះគេបើខ្ញុំលួច style របស់គេដែរទេបងប្អូនបាទរៀនស្វែងយល់ពីគេនេះហើយគេដាក់ចំណងជើងអញ្ចឹងឃើញទេបងប្អូន slip អញ្ចឹងទៅបាទអញ្ចឹងចាំមើលខ្ញុំយកនេះធ្វើ thumbnail កន្លែងនេះកន្លែងនេះបងប្អូនបាទយកអានឹងធ្វើ thumbnail YouTube ហ្មងទៅអញ្ចឹងបងប្អូនចុចនេះ snapshot ថតអេក្រង់ពីអាកន្លែងហ្នឹងណាយកទុកធ្វើ thumbnail ហ្មងទៅនេះបងប្អូនឃើញទេអូខេខ្ញុំ save ទៀតសិនបាទតែប៉ុណ្ណឹងចប់ហើយបងប្អូនបាទចប់ហើយវីដេអូយើងមានរយៈពេល3ម៉ោង14នាទីបន្ទាប់ពីកាត់តតែប៉ុណ្ណឹងចប់ហើយបាទអញ្ចឹងបងប្អូន export យកមកទៅនេះ export នេះ MP4 នេះជា 2K បាទ30 frame អូខេបន្តទៀតបងប្អូនរើសទីតាំងត្រូវអត់រើសទីតាំងបាទខ្ញុំរើសទីតាំងឲ្យយើងចង់ដាក់បាទepisode 11ហើយខ្ញុំ save បាទ select ចឹងមកបាទវានៅហ្នឹងហើយ export មកអូខេតែប៉ុណ្ណឹងវារត់ហើយសម្រាប់បណ្ឌសាវីដេអូ3ម៉ោងហ្នឹងវាចំណាយពេលប្រហែលកន្លះម៉ោងដែរបងប្អូនបាទអញ្ចឹងកន្លះម៉ោងបងប្អូនទុកវាចោលទៅបងប្អូននឹងទៅធ្វើការងារអ្វីផ្សេងទៅអញ្ចឹងអរគុណច្រើនបងប្អូនតាក់ទងនឹងការចែករំលែកវីដេអូបាទការកាត់តវីដេអូ relate គឺគេធ្វើអញ្ចឹងបាទបើសិនបងប្អូនអត់ទាន់មានកម្មវិធីហ្នឹងបាទព្យាយាមស្វែងយល់បន្ថែមdownload កម្មវិធីហ្នឹងទៅយកមកប្រើទៅបាទហើយការចែករំលែករបស់ខ្ញុំមានតែប៉ុណ្្នឹងឯងរកកំហុសឆ្គងកន្លែងណាបាទសូមបងប្អូនមេត្តាអធិស្ឋានផងខ្ញុំសូមចិត្តសូមហើយសូមទៀតបាទព្រោះវីដេអូនេះគឺ real ពិតប្រាកដបាទអញ្ចឹងនិយាយអីរៀងឆ្គងអីដែរបងប្អូនបាទមិនមែនជាលក្ខណៈprofessional អីទេបងប្អូនគឺខ្ញុំចែករំលែករៀលខ្ញុំមានពេលប៉ុណ្ណឹងខ្ញុំអាចចែករំលែកជូនបងប្អូនប៉ុណ្ណឹងបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយពីខ្ញុំបាទធួជម្រាបលាជូនពរបងប្អូនសំណាងល្អសុខភាពល្អដល់គ្នាបាយបាយ